សម្រាប់ខ្ញុំមានអារម្មណ៍ថាប្រាក់ខែត្រឹម2% អីគឺពិតជាតិចខ្លាំងមែនតើគ្នាវាតិចខ្លាំងមែនតើប្រហែលមកពីតម្រូវការនៃការចង់បានក៏ដូចជាមហិច្ឆតារបស់ខ្ញុំតម្រូវការផែនការរបស់ខ្ញុំវាធំធេងខ្លាំងពេកនិយាយរួមទៅគឺពិបាកមែនតើហើយរស់នៅរងថ្ងៃនេះបើសិនជាគិតទៅលើតែប្រាក់ខែទៅមុខគឺពិតជាមិនមានថ្ងៃដែលមានបាននោះទេដូច្នេះហើយទៅខិតខំប្រឹងប្រែងរកនេះរកនោះយកមកលក់ច្រើនខ្លាំងមែនតើក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនចឹងចុងក្រោយនេះគឺយអូនដាក់ខ្លាំងមែនតើបើគិតទៅរកផ្លូវមួយទៀតណាខ្ញុំជឿលើការខិតខំប្រឹងប្រែងថាវានឹងមានរស្មីមានពន្លឺប៉ុន្តែខ្ញុំអត់ចង់និយាយពីរឿងដែលមើលឃើញទេវាមានអារម្មណ៍ថាចាប់ខ្លាំងមែនតើតែម្ដង Oh my god មានតែខ្ញុំខ្លួនឯងទេបានយល់ថាខ្ញុំឆ្លងកាត់អីគេខ្លះហើយខ្ញុំត្រូវជួបរឿងអីខ្លះខ្ញុំត្រូវខិតខំប្រឹងប្រែងអ្វីខ្លះខ្ញុំពេលខ្លះខ្ញុំ stress ដោយសារខ្ញុំរកវិធីសាស្ត្ររកលុយច្រើនខ្លាំងមែនតើអ្នកគ្នាដឹងខ្ញុំមើលរឿងសម្រាយរឿងហើយមួយថ្ងៃខ្ញុំទៅរៀនចិនរៀនបានមួយថ្ងៃជប់រៀនវិញរៀនបានមួយថ្ងៃជប់រៀន2ថ្ងៃអញតាមពិតទៅមិនចាំចេះចិនឬក៏ចេះកូរ៉េក៏បានដែរគ្រាន់តែចេះអង់គ្លេសក៏អាចធ្វើសម្រាយរឿងបានដែរដោយសារតែខ្ញុំគិតថាខ្ញុំមានសមត្ថភាពនៅក្នុងការនិយាយអញ្ចឹងខ្ញុំតាមពិតទៅខ្ញុំមើលសម្រាយរឿងទៅខ្ញុំក៏លេចឡើងនៅកំណត់មួយនឹងដោយសារតែខួរក្បាលរបស់ខ្ញុំកំពុងតែសរសេរមករាយលេខ1ដល់លេខ10ថាតើចំណុចអ្វីខ្លះដែលខ្ញុំមានទេពកោសល្យនិងមានសមត្ថភាពនឹងអាចខិតខំប្រឹងប្រែងចូលចំណុចហ្នឹងទៅអនុវត្តដើម្បីបង្កើតវាជាលុយកើតណាអូខេនៅពេលអញ្ចឹងខ្ញុំក៏ទៅមើលសម្រាយរឿងធម្មតាអញ្ចឹងអ្នកគ្នាធម្មតាខ្ញុំមានពេលវេលាសម្រាប់ធ្វើការហើយខ្ញុំមានពេលវេលាសម្រាប់រៀនអ្វីថ្មីថ្មីស្ដាប់ podcast នេះស្ដាប់ podcast នោះពីបុគ្គលនេះបុគ្គលនោះច្រើនមែនតើអញ្ចឹងធ្វើឲ្យកំណត់របស់ខ្ញុំមានច្រើនណាស់trongមួយថ្ងៃនិយាយ50វីដេអូរាល់ថ្ងៃក៏អត់ចេះអស់កំណត់ដែរហើយខ្ញុំមានពេលអានសៀវភៅខ្ញុំមានពេលមើលអីគេហៅថាក្រដាសសមីគីប្រធមបែបលក្ខណៈអប់រំតុក្កតាអប់រំអីនឹងជាដើមហើយខ្ញុំអត់សូវចូល Facebook ទេ Facebook ខ្ញុំចូលតែពេលផុសវីដេអូផុសអីចឹងទៅពេលខ្លះខ្ញុំមើលវីដេអូរបស់ខ្លួនឯងតាមមានអ្នកណាជួយគ្រប់គ្រងខ្លះអីបែបហ្នឹងឯងហើយក៏មើលព័ត៌មានខ្លះៗដែលទាក់ទងជាមួយនឹងព័ត៌មានប្រទេសជាតិអីចឹងណាចាបើរឿងដែលមិនចង់ដឹងអីពេលខ្លះអូមកក៏វាឃើញដែរអញ្ចឹងយើងយល់ខ្លះដែរប៉ុន្តែឲ្យចង់ទៅសិក្សាស៊ីជម្រៅអត់ទេអាហ្នឹងអត់មែនជាចរិតរបស់ខ្ញុំទេចាហើយបន្តមកទៀតហ្នឹងខ្ញុំចង់និយាយថាយើងមានពេលវេលាសម្រាប់មើលសម្រាយរឿងអីខ្លះៗដែរអញ្ចឹងទៅខ្ញុំរកឃើញសម្រាយរឿងអ្នកសម្រាយរឿងដំបូងមានតែមួយឯងតែឥឡូវក៏បាន2 3ឯងគាត់សម្រាយមកវាតាក់ទាញអញ្ចឹងវាធ្វើឲ្យយើងយល់ថាបច្ចេកទេសរបស់អ្នកទាំង3អ្នកនេះគឺខុសគ្នាទាំងអស់នោះអត់មានចូលពីនរណាគេទេគឺធ្វើមកជាខ្លួនឯងហ្មងវាលយមែនតើហើយសំខាន់មានអ្នកឧបត្ថម្ភគាត់ច្រើនណាស់វាធ្វើឲ្យខ្ញុំគិតថាអូយលយម៉ែនិយាយទៅឲ្យតាណាគេប្រកាសហៅលុយគឺខ្ញុំលយហ្មងនិយាយទៅ